រថយន្ត Lexus ម៉ូដែលនេះហើយគឺជារថយន្តសំណប់ចិត្តរបស់លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota រថយន្ត Lexus LBX Morizo RR ឆ្នាំ2025គឺជារថយន្ត Subcompact SUV រចនាផ្ដោតលើការបើកបរបែប Performance ដំណើរការដោយម៉ាស៊ីនចំណុះ 1.6 Turbocharged ទំហំ3ស៊ីឡាំងអាចផាត់កម្លាំងបាន276សេះកម្លាំងរមុះ390 Nm គូផ្គងជាមួយប្រអប់លេខស្វ័យប្រវត្តិ8វគ្គចូលមកជាមួយប្រព័ន្ធបើកបរកង់ទាំង4 AWD និងអាចជន់ស្ទុះពីកង់ទ0ដល់100 km ក្នុង1ម៉ោងប្រើពេលត្រឹមតែ5.2 វិនាទីឥឡូវកុំឲ្យខាតពេលចូលមកដល់សាច់រឿងយើងវិញរថយន្ត Lexus ម៉ូដែលនេះហើយត្រូវបានចាត់ទុកថាជារថយន្តសំណប់ចិត្តរបស់លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota មូលហេតុធំនៅពីក្រោយនេះគឺការប្រើឈ្មោះ Morizo ដែលគេស្គាល់ថាជាឈ្មោះហៅក្រៅឬឈ្មោះคล้ายៗរបស់លោក Akio Toyoda ដែលបានប្រើប្រាស់នៅពេលចូលរួមការប្រណាំងរថយន្តនិងធ្វើតេស្តរថយន្តដោយផ្ទាល់ក្នុងនាមជា Master Driver ចំពោះហេតុផលនៅពីក្រោយនៃការដាក់ឈ្មោះ Morizo របស់លោក Akio Toyoda គឺលោកប្រើប្រាស់ឈ្មោះនេះដើម្បីលាក់អត្តសញ្ញាណរបស់លោកពេលកំពុងប្រណាំងរថយន្តជាមួយឈ្មោះ Morizo នេះអនុញ្ញាតឲ្យលោកជួបទំនាក់ទំនងជាមួយអ្នកដទៃក្នុងនាមជាអ្នកស្រឡាញ់រថយន្តដែលចូលចិត្តការបើកបរបែបប្រណាំងបានយ៉ាងងាយស្រួលនិងមានភាពស្និទ្ធស្នាលជាងឈ្មោះពិតរបស់លោកដែលគ្រប់គ្នាបានស្គាល់ថាជាប្រធានក្រុមហ៊ុនរបស់ Toyota សម្រាប់ឈ្មោះ Morizo ក៏ជាការបញ្ជាក់ថារថយន្តនេះត្រូវបានបង្កើតឡើងជាពិសេសផ្ដោតលើការបើកបរបែប Perform ហើយត្រូវសម្រិតសម្រាំងជាពិសេសខុសពីរថយន្តទូទៅហេតុផលសំខាន់មួយទៀតការប្រើប្រាស់ឈ្មោះ Morizo គឺជាការប្រាប់ទៅកាន់អតិថិជនថានេះមិនមែនជារថយន្ត Lexus ធម្មតានោះទេប៉ុន្តែវាជារថយន្តត្រូវបានបង្កើតឡើងដោយមានភាពក្លាហាននិងស្មារតីជាអ្នកប្រណាំងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់លោក Akio Toyoda ក្នុងការផលិតរថយន្តដែលផ្ដល់ភាពរីករាយដល់អ្នកបើកបរអ្វីដែលពិសេសបំផុតគឺលោក Akio Toyoda បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរថយន្ត Lexus LBX Morizo RR ដែលលោកបានធ្វើតេស្តនិងច្នៃវាដោយផ្ទាល់ដែលហៅវាថាកូនជាទីស្រឡាញ់និងជារថយន្តផ្ទាល់ខ្លួនរបស់លោកនៅពីក្រោយការបង្កើតរថយន្តនេះគឺលោក Akio Toyoda ជាអ្នកស្នើសុំជាពិសេសដើម្បីឲ្យ Lexus ផលិតរថយន្តប្រណិតដែលមានទំហំតូចដែលផ្ដល់នូវភាពរីករាយក្នុងការបើកបរជាក់ស្ដែងក្នុងការបើកធ្វើតេស្តរថយន្តនេះលោក Akio Toyoda បានបង្ហាញទឹកមុខសោយសប្បាយរីករាយហើយបានបង្ហាញការស្រឡាញ់ពេញចិត្តខ្លាំងលើរថយន្តម៉ូដែលនេះទាំងកម្រិតសមត្ថភាពនិងកម្រិតផាសុកភាពនេះបើយោងតាមរយៈវីដេអូចែករំលែកបទពិសោធន៍របស់រថយន្តនេះដែលផ្សព្វផ្សាយដោយក្រុមហ៊ុន Lexus នៅប្រទេសអូស្ត្រាលីដែលឡែកសម្រាប់ឈ្មោះ RR គឺជាឈ្មោះតំណាងឲ្យ Rocky Racing ដែលជាឈ្មោះក្រុមប្រណាំងរថយន្តដែលលោក Akio Toyoda បានចូលរួមជាញឹកញាប់សម្រាប់ការបន្ថែមឈ្មោះ RR នៅពីក្រោយនេះរឹតតែបង្ហាញថារថយន្តនេះបានរចនាមកជាពិសេសសម្រាប់ការបើកបរបែប Performance ស្របមកក្រោយពីដឹងពីរឿងរ៉ាវនៅពីក្រោយឈ្មោះរថយន្ត Lexus LBX Morizo RR ច្បាស់ណាស់រថយន្តម៉ូដែលនេះគឺជារថយន្តសំណប់ចិត្តរបស់លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota តែម្ដងសម្រាប់រថយន្តម៉ូដែលនេះក៏ត្រូវបានផលិតក្នុងចំនួនកំណត់និងត្រូវអនុញ្ញាតឲ្យដាក់លក់ជាមួយចំនួនកំណត់ដូចគ្នាជាក់ស្ដែងនៅទីផ្សារប្រទេសអូស្ត្រាលី Lexus LBX Morizo RR ស៊េរីឆ្នាំ2025ត្រូវបានដាក់លក់កាលពីខែឧសភាជាមួយចំនួនប្រហែល100គ្រឿងប៉ុណ្ណោះសម្រាប់រយៈពេល12ខែដំបូងចំពោះតម្លៃរបស់រថយន្ត Lexus LBX Morizo RR មានតម្លៃចន្លោះពី$76,490ដល់$89,900ខណៈតម្លៃនេះអាចនឹងប្រែប្រួលទៅតាមទីផ្សារប្រទេសនីមួយៗសម្រាប់បងប្អូនយល់ឃើញយ៉ាងណាដែរចំពោះរថយន្ត Lexus LBX Morizo RR ដែលជារថយន្តខ្នាតតូចដែល Performance មួយនេះអាចធ្វើការខមមិននៅក្នុងវីដេអូនេះបានចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត